សេចក្តីជូនដំណឹងស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ2025 អនុលោមតាមប្រកាសលេខ738 សហវប្រកចុះថ្ងៃទី31 ខែតុលាឆ្នាំ2024របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូននិងសេចក្តីជូនដំណឹងលេខ14974 អពដចុះថ្ងៃទី21 ខែឧសភាឆ្នាំ2025រដ្ឋបាលខេត្តកំពង់ចាមមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់យានយន្តនិងសាធារណជនទាំងអស់មេត្តាជ្រាបថាការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ2025បានចាប់ផ្ដើមប្រមូលពីថ្ងៃទី1 ខែមិថុនារហូតដល់ថ្ងៃទី30 ខែវិច្ឆិកាឆ្នាំ2025ចំពោះយានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូងម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន2សន្លឹកតាមទម្រង់ TV001 របស់អគ្គនាយកដ្ឋានពន្ធដារដោយភ្ជាប់មកជាមួយនឹងឯកសាររួមមានប័ណ្ណសម្គាល់យានយន្តអត្តសញ្ញាណប័ណ្ណផ្ទាល់របស់កម្មសិទ្ធិករនិងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញនិងរថយន្តដឹកអ្នកដំណើរចំពោះយានយន្តប្រើប្រាស់ថាមពលអគ្គិសនីប្រភេទទេសចរចាប់ពីឆ្នាំ2025តទៅត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមកម្លាំងសេះ HP ដោយមាននៅក្នុងតារាងអត្រាពន្ធត្រង់ចំណុចទី6នៃប្រការ4ប្រកាសលេខ738 សហវប្រកចុះថ្ងៃទី31 ខែតុលាឆ្នាំ2024ដោយឡែកចំពោះយានយន្តទាំងអស់ដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមកទាំងមានប័ណ្ណសម្គាល់ការបង់ពន្ធកាតនិងពុំមានប័ណ្ណសម្គាល់ការបង់ពន្ធត្រូវបានអនុញ្ញាតឲ្យម្ចាស់យានយន្តបង់ពន្ធនេះដោយពុំតម្រូវឲ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននោះទេដោយគ្រាន់តែបង្ហាញឬភ្ជាប់នៅឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយដូចជាប័ណ្ណសម្គាល់យានយន្តឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនឬតាមលទ្ធប័ត្របង់ពន្ធឆ្នាំចាស់សម្រាប់ឲ្យមន្ត្រីពន្ធដារឬបុគ្គលិកធនាគារពាណិជ្ជដៃគូធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារម្ចាស់យានយន្តអាចធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្តឬធនាគារអេស៊ីលីដា PLC ឬធនាគារកាណាឌាយ៉ាកអឬធនាគារវឌ្ឍនៈឬធនាគារកម្ពុជាសាធារណៈ PLC ឬនៅធនាគារជេត្រាស់រ៉ូយ៉ាល់មកកឬនៅធនាគារស្ថាបនា PLC ឬនៅធនាគារប្រៃសណីកម្ពុជាកអឬនៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ឬធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាឬនៅធនាគារវីងCambodia មកកឬនៅធនាគារ Maybank Cambodia PLC ឬនៅធនាគារ Chibong Commercial Bank មកកឬនៅធនាគារ KB ប្រាសាក់មកកឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬអាចបង់ពន្ធតាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញយកចេញពី App Store ឬ Play Store សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមកដោយឡែកយានយន្តរបស់ក្រសួងស្ថាប័នឬអង្គភាពដែលត្រូវទទួលបានលទ្ធប័ត្រពន្ធលើមធ្យោបាយដឹកជញ្ជូនពន្ធជាបន្ទុករបស់រដ្ឋឬបង់តាមអាណត្តិបើកប្រាក់ត្រូវភ្ជាប់មកជាមួយនៅបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋតារាងកើនឡើងនិងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននឹងត្រូវបិទបញ្ចប់នៅថ្ងៃទី30 ខែវិច្ឆិកាឆ្នាំ2025ដូចនេះក្នុងករណីខកខានមិនបានប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើម្ចាស់យានយន្តនឹងត្រូវទទួលរងនៅពិន័យតាមច្បាប់ស្តីពីសារពើពន្ធជាធរមានរដ្ឋបាលសារពើពន្ធនឹងចេញលិខិតជូនដំណឹងដល់លំនៅឋានម្ចាស់យានយន្តឬសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចជាពិសេសនគរបាលចរាចរណ៍និងកងរាជអាវុធហត្ថដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធរដ្ឋបាលខេត្តកំពង់ចាមមានជំនឿយ៉ាងមុតមាំថាម្ចាស់យានយន្តទាំងអស់នឹងរុះរាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែងនិងពេលវេលាដោយបានកំណត់ខាងលើកុំបីខានអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមហត្ថលេខានឹងត្រាអ៊ុនចន្ទដា